អ្នកណាមិនស្គាល់ស្ដាច់ដូរម៉ាស៊ីន iPhone និយាយលេងបងប្អូនដោយសារយើងមាន stock បាទម៉ាស៊ីនដំណើរការច្រើនហើយ iCloud ឥឡូវនៅតែដោះអត់បានអញ្ចឹងបងប្អូនដែលគាត់បាទមានទូរស័ព្ទជាប់ iCloud បាទជាប់ lock SIM ទូរស័ព្ទដែលខូចលើផ្នែកម៉ាស៊ីនបាទធ្លាប់ជួសជុលធ្វើអត់កើតអីបងប្អូនអាចយកមកផ្លាស់ប្ដូរម៉ាស៊ីនបានទាំងអស់នេះគឺអតិថិជនគាត់យកមកផ្លាស់ប្ដូរបាទភាគច្រើនគឺជាប់ iCloud បាទខ្ញុំទទួលបានរហូតដល់4ដើមបាទនៅថ្ងៃទី21មានដូចជា14 Plus បាទម៉ាស៊ីនពិបាករកបាទ14 Pro 13 Pro Max បាទហើយនឹង12 Pro Max ចឹងបងប្អូនមានបញ្ហាដូចខាងលើបាទអាចយកមកផ្លាស់ប្ដូរបាននៅខាង Vfix បន្ទាប់ទៀតនេះគឺ14 Pro ដែរបាទបញ្ហាខូចអេក្រង់បាទអតិថិជនគាត់ផ្លាស់ប្ដូរបាទយកជាប្រភេទអេក្រង់ស៊ីនបាទប្ដូរអត់លោតបាទ Anon Pad ហ្នឹងហើយនឹងផ្លាស់ប្ដូរកញ្ចក់ខ្នងក្រោយផងដែរហ្នឹងហើយសម្រាប់បន្ទាប់ទៀតបាទគឺតកតងនឹងបញ្ហាខូចអេក្រង់បាទ iPhone 12 Pro Max បាទអតិថិជនគាត់ដូរតួស៊ីនដែរហ្នឹងហើយសម្រាប់ Samsung Tab បាទយើងមានជាប្រភេទអេក្រង់ស៊ីនបាទហើយបន្ទាប់ទៀតនេះគឺ11 Pro Max បាទបញ្ហាធ្លាក់ខ្លាំងបាទបាក់តួខូចអេក្រង់បាទខូចថ្មបាទមកខ្ទេចទៅវិញគឺស្អាតអញ្ចឹងបងប្អូននេះហើយ13ធម្មតាបាទបញ្ហាធ្លាក់ដែរបាទធ្លាក់ឡើងបាក់តួបាទខូចអេក្រង់បាទស្ទើរខ្លាំងហើយ13 Pro Max បាទបញ្ហាអេក្រង់ចេញសបាទអាចជួសជុលបានណានេះបងប្អូនរួចរាល់អញ្ចឹងធ្វើឲ្យយើងធានាបាទលើថាច់បាទលើបញ្ហាចេញសហ្នឹងមួយខែពេញបាទនេះក៏បញ្ហាអេក្រង់ដែរ iPhone 11 Pro Max បាទហើយអេក្រង់ដដែលបាទ iPhone 11ធម្មតាបាទខូចតួបាទផ្លាស់ប្ដូរតួប្រភេទអេក្រង់កោងS21 Ultra បាទផ្លាស់ប្ដូរអេក្រង់ OLED ណាបាទ OLED ជាប់តួនេះគឺតាក់ទងនឹងថាច់ពណ៌ color គឺស្អាតមែនទែនអបានខេតបាទយើងទទួលបានដូចខ្ញុំបានបញ្ជាក់អញ្ចឹងគឺជាហូហែបាទនេះមកពីដើមបាទមាន Oppo មាន XS Max ធ្លាប់ឡើងរីហើយមកកញ្ចប់នេះវិញគឺបាទ iPhone 13 Pro បញ្ហាឆ្លងបាទខ្សែ wireless ហើយនឹងដាច់ flash ហើយ XS Max បញ្ហាចូលទឹកបាទបញ្ហាឆ្លងរលត់ផ្ញើពីខេត្តដែរហើយនេះអតិថិជនមកផ្ទាល់ S9 S9 Plus បាទបញ្ហាខូចអេក្រង់បាច់ខ្នងហើយនឹងសូម្បីតែស៊េរីទាប iPhone 7 Plus ក៏យើងមានជាប្រភេទថ្មបាទថ្មលើសអំពែបាទថ្មកាន់ណាបងប្អូន